ជំរាបសួរសួស្តីបងប្អូនទាំងអស់គ្នាខែនេះដល់ខែទុរេនខ្មែរយើងហើយបងប្អូនថ្ងៃនេះដែរកូននិងក្មួយខ្ញុំគេចង់ញ៉ាំបាយដំណាប់ទុរេនអញ្ចឹងខ្ញុំក៏មកធ្វើឲ្យពួកគាត់ញ៉ាំគ្រឿងផ្សំដែលយើងត្រូវប្រើមានស្ករអំបិលម្សៅឆានិងក៏ដំណាប់ខ្មែរជាដំបូងខ្ញុំដាក់ដាំបាយសិនខ្ញុំលាងអង្ករឲ្យស្អាតរួចដាក់ដាំក្នុងឆ្នាំងអគ្គិសនីប៉ុន្តែបើតាមក្បួនគឺគេត្រាំអង្ករ3ទៅ4ម៉ោងរួចយកទៅចំហុយទៅឆ្ងាញ់ជាងបន្ទាប់ពីដាក់ដាំបាយហើយខ្ញុំក៏មកបកទុរេនតាមពិតបកទុរេនអត់ពិបាកទេបងប្អូនបើយើងដឹងវិធីវាខ្ញុំកាលពីមុនបកមកបែកសាច់អស់ហើយបងប្អូនប៉ុន្តែឥឡូវលែងបែកដូចមុនហើយឃើញទេតំណងឯងបងប្អូនចាបន្ទាប់ពីបកទុរេនហើយខ្ញុំឆ្កឹះគ្រាប់វាចេញយកតែសាច់ទេដើម្បីយកទៅធ្វើសង់ខ្យារបស់យើងសម្រាប់ការធ្វើទឹកសង់ខ្យាគឺងាយស្រួលហើយលឿនមែនតើបងប្អូនចំណាយពេលអត់ដល់5នាទីទេដំបូងខ្ញុំចាក់ទឹកខ្ទិះដើមចូលរួចហើយខ្ញុំបង់ស្លឹកតើយដើម្បីឲ្យវាឈ្ងុយបន្ទាប់មកទៀតខ្ញុំចាក់សាច់ទុរេនចូលមិនចាំបាច់ឲ្យទឹកខ្ទិះដូងយើងពុះទេបងប្អូនរួចសង្កត់សាច់ទុរេនយើងឲ្យបែកតាមចំណូលចិត្តបងប្អូនចង់ឲ្យបែកខ្លាំងឬចង់ឲ្យនៅសាច់ដុំសម្រាប់ខ្ញុំចូលចិត្តឲ្យវាបែកខ្លាំងដើម្បីឲ្យទឹកសង់ខ្យារបស់យើងនឹងមើលទៅរមួតឆ្ងាញ់តែបើបងប្អូនចូលចិត្តនៅសាច់ដុំបងប្អូនមិនបាច់ជ្រុំវាខ្លាំងពេកទេចាឥឡូវសាច់ទុរេនរបស់ខ្ញុំបានម៉ត់ហើយខ្ញុំក៏ចាក់ស្ករសចូលចំនួន3ស្លាបព្រាកន្លះអំបិល1ចឹបសម្រាប់ស្ករបងប្អូនអាចថែមថយតាមចំណូលចិត្តបងប្អូនប៉ុន្តែសម្រាប់ខ្ញុំធ្វើបរិមាណប៉ុណ្នេះខ្ញុំដាក់3ស្លាបព្រាកន្លះគឺល្មមមិនផ្អែមពេករួចខ្ញុំក៏បានដាក់ម្សៅឆាចំនួន1ស្លាបព្រាចាក់ទឹកចូលរួចកូរឲ្យសព្វហើយចាក់ចូលទៅក្នុងឆ្នាំងរបស់យើងរួចកូរឲ្យជាប់ដើម្បីកុំឲ្យវាកករួចបន្តកូររហូតដល់វាពុះម្ដងទៀតជាការស្រេចតំណងអត់បងប្អូនកុំភ្លេចធ្វើញ៉ាំទាំងអស់គ្នាណាខ្ញុំសូមអរគុណបងប្អូនទាំងអស់គ្នាដែលបានទស្សនាវីដេអូរបស់ខ្ញុំជួបគ្នានៅវីដេអូក្រោយសូមអរគុណសូមជម្រាបលាបាយបាយ